ព្រះគម្ពីរយ៉ូស្វេប្រឈមមុខនឹងកិច្ចការដូចជាការវាយដណ្ដើមយកទឹកដីកាណានការបំផ្លាញចោលសាសដទៃដែលរស់នៅទីនោះការបែងចែកទឹកដីតាមពូជអម្បូរនៃសាសអ៊ីស្រាអែលនិងការចាត់ចែងឲ្យប្រជាជនតាំងទីលំនៅក្នុងស្រុករបស់ពួកគេរៀងៗខ្លួនដើម្បីរៀបចំសម្រាប់ការងារទាំងនោះយ៉ូស្វេបានរំលឹកដល់ពួកសាសអ៊ីស្រាអែលថាទោះបីជាទឹកដីនេះជារបស់ពួកគេក៏ដោយពួកគេត្រូវចូលទៅខាងក្នុងហើយយកទឹកដីនោះសាសដទៃដែលកំពុងរស់នៅទីនោះរួមមានសាសកាណានសាសហេតសាសអាម៉ូរីសាសពេរីស៊ីតសាសហេវីសាសយេប៊ូជាដើមត្រូវសម្លាប់ចោលឲ្យអស់ដើម្បីដាក់ទោសចំពោះអំពើបាបដ៏អាក្រក់ខ្លាំងរបស់ពួកគេនិងដើម្បីការពារសាសយូដាកុំឲ្យរៀបការជាមួយនឹងសាសទាំងនោះមុនពេលចាប់ផ្ដើមវាយដណ្ដើមយកទឹកដីកាណានយ៉ូស្វេបានចាត់ឲ្យអ្នកស៊ើបការចូលទៅក្នុងក្រុងយេរីខូជាទីក្រុងដំបូងដែលត្រូវធ្វើការវាយប្រហារស្ត្រីម្នាក់ឈ្មោះរ៉ាហាប់ជាអ្នកមានបាបក៏ពិតមែនតែនាងបានទទួលស្គាល់ថាព្រះរបស់សាសអ៊ីស្រាអែលគឺជាព្រះដ៏ពិតដូច្នេះនាងបានជួយអ្នកស៊ើបការទាំងនោះក្រោយមកដោយសារការនោះនាងនិងគ្រួសាររបស់នាងក៏ត្រូវបានរួចផុតពីការបំផ្លាញដើម្បីធ្វើដំណើរពីវាលស្រុកម៉ូអាប់ចូលទៅក្នុងទឹកដីកាណានសាសអ៊ីស្រាអែលត្រូវឆ្លងទន្លេយ៉ូដានព្រះជាម្ចាស់បានធ្វើការអស្ចារ្យដោយខាត់ទឹកមិនឲ្យហូរដើម្បីឲ្យអ្នកធ្វើដំណើរទាំងនោះបានឆ្លងកាត់តាមដីគោកឥឡូវនេះផែនការរបស់យ៉ូស្វេគឺត្រូវវិលុកចំកណ្ដាលទឹកដីកាណានតែម្ដងបន្ទាប់មកទៀតត្រូវវិលុកឆ្ពោះទៅភាគខាងត្បូងហើយចុងក្រោយត្រូវវិលុកនៅភាគខាងជើងទីក្រុងយេរីខូដ៏មាំមួនត្រូវបានដួលរលំមុនគេនៅឯទីក្រុងឯវិញដែលជាទីក្រុងតូចជាងសាសអ៊ីស្រាអែលបានចាញ់ដោយសារមានអំពើបាបនៅក្នុងចំណោមពួកគេនៅពេលអំពើបាបនេះត្រូវបានរកឃើញហើយត្រូវបានដាក់ទោសពួកគេក៏ទទួលបានជ័យជំនះវិញនៅពេលឆ្ពោះទៅកាន់ភាគខាងត្បូងយ៉ូស្វេបានជួបនឹងកងទ័ពដែលជាសម្ព័ន្ធមិត្តនៃស្ដេចទាំង5អង្គនៅក្នុងក្រុងគីបៀនខណៈដែលទ័ពនោះបានរត់គេចខ្លួនព្រះជាម្ចាស់បានប្រហារជីវិតពួកគេដោយទម្លាក់ព្រិលជាដុំយ៉ាងធំពីលើមេឃមកបន្ទាប់មកទ្រង់ក៏បានធ្វើឲ្យថ្ងៃឈប់ត្រឹងដូច្នេះសាសយូដាអាចសម្លាប់អស់អ្នកដែលនៅរស់សេសសល់ទាំងប៉ុន្មានទៀតការវាយដណ្ដើមយកភាគខាងជើងបានកើតឡើងនៅវត្តជុំវិញទឹកមេរ៉ុងជាកន្លែងដែលព្រះជាម្ចាស់បានប្រគល់ពួកសត្រូវមកក្នុងកណ្ដាប់ដៃយ៉ូស្វេចម្បាំងនេះបានសម្រេចគ្រប់ផែនការនៃការវាយដណ្ដើមយកទឹកដីកាណានទោះបីជាសាសអ៊ីស្រាអែលបានបរាជ័យក្នុងការបំផ្លាញមនុស្សទាំងអស់ដែលរស់នៅក្នុងទឹកដីនោះក៏ដោយរបៀបបែងចែកទឹកដីត្រូវបានបង្ហាញនៅក្នុងផែនទីពូជអម្បូររ៉ូប៊ែនពូជអម្បូរកាតនិងពូជអម្បូរម៉ាណាសេពាក់កណ្ដាលត្រូវបានអនុញ្ញាតឲ្យរស់នៅតំបន់ភាគខាងកើតទន្លេយ៉ូដានពូជអម្បូរទាំង9និងពូជអម្បូរម៉ាណាសេពាក់កណ្ដាលទៀតបានទទួលមរតកនៅក្នុងទឹកដីកាណានចំណែកឯមរតកនៃពូជអម្បូរយ៉ូសែបត្រូវបានបង្ហាញតាមរយៈឈ្មោះកូនប្រុសគាត់ទាំងពីរគឺអេប្រាអឹមនិងម៉ាណាសេពូជអម្បូរលេវីវិញមិនបានទទួលចំណែកណាមួយនៃទឹកដីសន្យានោះទេដោយសារពួកគេជាពូជនៃពួកសង្ឃដូច្នេះព្រះជាម្ចាស់
គឺជាមរតករបស់ពួកគេនៅក្នុងផែនទីក៏បង្ហាញពីទីក្រុងពំនាក់គឺមាន3កន្លែងស្ថិតនៅទាំងសងខាងនៃទន្លេយ៉ូដានជាកន្លែងដែលមនុស្សអាចរត់គេចដើម្បីការពារខ្លួននៅពេលដែលពួកគេបានសម្លាប់អ្នកណាម្នាក់ដោយអចេតនារីឯទីក្រុង42ផ្សេងទៀតត្រូវបានទុកសម្រាប់ពួកលេវីដែលបានធ្វើការងារបម្រើនៅក្នុងរោងឧបោសថពាក្យផ្ដាំចុងក្រោយរបស់យូស្វេទៅកាន់សាសអ៊ីស្រាអែលមុនពេលគាត់ស្លាប់បង្ហាញពីអារម្មណ៍មិនស្រួលរបស់លោកដែលខ្លាចពួកគេធ្លាក់ក្នុងការថ្វាយបង្គំរូបព្រះម្ដងទៀតដោយមានទំនាក់ទំនងជាមួយនឹងសាសដទៃដែលនៅរស់ក្នុងទឹកដីកាណាន